បាទទីមួយគឺអង្គការអន្តរជាតិថាការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញនៅកម្ពុជាគ្រាន់តែជាការសម្ដែងខ្មែរក្រៅស្រុកថាលោកហ៊ុនសែនមួលបង្កាច់ការពិតយករួចខ្លួនរឿងមិនព្រមប្តឹងថៃដោយចោទកនប្រឆាំងថាចង់ធ្វើសង្គ្រាមទៅវិញនាយករដ្ឋមន្ត្រីថៃប្រាប់ពិភពលោកថាថៃមិនបានឈ្លានពានទន្ទ្រានដីខ្មែរសូម្បីតែមួយចង្អាមអ្នកនាំពាក្យរដ្ឋាភិបាលថៃថានាយករដ្ឋមន្ត្រីថៃចាប់ដៃនាយករដ្ឋមន្ត្រីខ្មែរមិនមែនជាជំនួបទ្វេភាគីទេសាឡាធរបដិសេធសំណើនៅក្រៅឃុំចំពោះមន្ត្រីបពប្រឆាំងឬក៏លោកខឿនវិរៈនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទឥឡូវនេះគឺព័ត៌មានទី1ទៅមុនបងប្អូនតាក់ទងនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិហើយនេះគឺជារឿងមួយដែលគួរឲ្យសោកសង្រេងទៀតឲ្យបងប្អូនព្រោះអីអង្គការលើកលែងទោសអន្តរជាតិឬហៅជាភាសាអង់គ្លេសថា Amnesty International នេះគឺគាត់បានចេញរបាយការណ៍មួយថ្មីចាស់បាទម្សិលមិញរបាយការណ៍របស់អង្គការ Amnesty International នេះគឺមានគោលដៅមួយគឺចង់បង្ហាញការពិតអំពីតថភាពសង្គមនិងចំណាត់ការរបស់រដ្ឋាភិបាលទៅនឹងការឆបោកអនឡាញនៅកម្ពុជានៅក្នុងរបាយការណ៍ដែលរៀបរាប់លម្អិតហើយដាក់ចំណងជើងធំថាកម្ពុជាបរាជ័យក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាឲ្យមានប្រសិទ្ធភាពចឹងចំណងជើងនេះធំណាស់បរាជ័យកម្ពុជាបរាជ័យក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញឬក៏បង្ក្រាបការឆបោកអនឡាញនៅកម្ពុជាឲ្យមានប្រសិទ្ធភាពឬក៏យើងអាចនិយាយបានម្យ៉ាងទៀតថាកម្ពុជាឬក៏មន្ត្រីនៅក្នុងអង្គការនេះឬដែលអង្គការនេះសម្ភាសឬក៏អ្នកសារព័ត៌មានឬសារព័ត៌មានអន្តរជាតិច្រើនណាស់ដែលយករបាយការណ៍របស់អង្គការនេះយកទៅផ្សព្វផ្សាយមានទាំងសារព័ត៌មានជប៉ុនសារព័ត៌មានអាមេរិកអូស្ត្រាលីនិយាយទៅគឺពេញពិភពលោកតែម្ដងផ្សាយអំពីបរាជ័យអឺតាមពិតបើយើងនិយាយឲ្យមែនតើវាជាការផ្ដល់ភាពអយុត្តិធម៌មួយធំដែរដល់រដ្ឋាភិបាលកម្ពុជានៅក្នុងការដែលឃើញខំប្រឹងដែរមិនមែនអត់ទេបងប្អូនឃើញហើយគឺខំប្រឹងដូចថាព្យុះភ្លៀងអញ្ចឹងគឺសម្រុកគ្រប់កន្លែងចាប់បញ្ជូនអីចឹងទៅហើយអ្នកណាមន្ត្រីនគរបាលខ្លួនឯងហ្នឹងក៏ចាប់គ្នា30-40នាក់អីថ្ងៃមុនទៅលួចអីវ៉ៃអីវ៉ាន់វត្ថុតាងអីនៅប្រែកចាក់ខេត្តកពតនោះហើយនិយាយពីចាប់រាល់ថ្ងៃយុទ្ធនាការហ្នឹងគឺសស្រាក់សស្រាំមែនតើដែលយើងឃើញការពិតគឺយើងអូសអត់រំលងទេមិនអញ្ចឹងឯងបងប្អូនគឺមិនដែលធ្លាប់មានទេប្រជាពលរដ្ឋអ្នកដែលរស់ស៊ីឆបោកអនឡាញហ្នឹងទាំងជនរងគ្រោះជាងជាជនប្រព្រឹត្តមិនដឹងអ្នកណាជាអ្នកណាបាយបិណ្ឌជាបាយបាត់លោកឡំគ្នាដូចវងគោក្របីប្រសិចប្រសាចគ្រប់កន្លែងដែលយើងឃើញស្រាប់មែនតើទៅគឺរត់ជន់ជើងគ្នាដែលធ្វើទៅដូចទៅចាប់បជាវចាប់អីចឹងណាហើយដល់ពេលព័ត៌មាននេះក៏ក្រើកពេញពិភពលោកដែរប៉ុន្តែវាគួរតែទទួលបានការសាទរទៅជាបានជាការមកប្រាប់ថាជារឿងបរាជ័យទៅវិញដែលជារឿងអយុត្តិធម៌សម្រាប់អាជ្ញាធរកម្ពុជាដែរគ្នាខំប្រឹងដែរមិនអញ្ចឹងបើយើងនិយាយឲ្យស្មោះត្រង់ឃើញខំប្រឹងណារបាយការណ៍គាត់ហ្នឹងគឺមកដល់ពេលនេះគឺបិទមជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងជាង250កន្លែងបងប្អូនជាង250កន្លែងអង្គការក្រៅរដ្ឋាភិបាល Amnesty International ហ្នឹងជាពិសេសធ្វើរបាយការណ៍2លើកពី2025ម្ដងរកឃើញថាការមជ្ឈមណ្ឌលឆបោកអនឡាញធំនៅកម្ពុជាមានតែ53កន្លែងទេនៅទូទាំងប្រទេសកម្ពុជាមានតែ53កន្លែងទេមជ្ឈមណ្ឌលធំក្រាក់ហ្នឹងហើយក្រោយមកនៅពេលដែលឆ្នាំ2026នេះគាត់រកឃើញថែមបាន30កន្លែងទៀតឡើងដល់53កន្លែងក៏ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលបង្ក្រាបបាន250កន្លែងជាងណាគេរកឃើញតែ83ទេប៉ុន្តែរដ្ឋាភិបាលទៅបង្ក្រាបបានដល់ទៅជាង250កន្លែងអញ្ចឹងបានកន្លែងណាមកពីណាទៀតអូក៏ច្រើនមកម្លេះអាចមែនតើទៅបើថាគេអង្គការក្រៅពិភពអង្គការពិភពលោកនេះរកឃើញថា83ថាខ្មែរយើងបង្ក្រាបបាន5 10ចុះអានឹងថាបានខ្លះឬក៏ថាពាក់កណ្ដាលនឹងចុះវាគួរសមដែរថាបានធ្វើតែនេះគេរកឃើញថា83កន្លែងយើងបង្ក្រាបបានដល់ទៅ253កន្លែង
មានន័យថាម៉េចទៅបងប្អូនមានន័យថាអញ្ចេះអាហ្នឹងដូចថាយើងចិញ្ចឹមជ្រូកលក់អញ្ចឹងណាបងប្អូនចិញ្ចឹមមាន់ចិញ្ចឹមជ្រូកលក់អញ្ចឹងយើងចិញ្ចឹមមាន់10ក្បាលទៅយកទៅលក់នៅផ្សារមកវិញយើងគិតលុយបាន100ក្បាលអញ្ចឹងទៅតែមាន់យើងមានតែ10ក្បាលទេតែយើងដល់ពេលយើងយកទៅលក់យើងបានលុយស្មើនឹងមាន់100ក្បាលហើយចឹងអ្នកគិតលុយកញ្ញាញ់គួរអីព្រោះអីហេតុអីបានជាមជ្ឈមណ្ឌលឆបបោកដែលគេរកឃើញនៅទូទាំងប្រទេសមានតែ83កន្លែងហើយយើងប្រក្រាបបានដល់ទៅ250កន្លែងហើយមនុស្សអង្គការសហជីវជាតិរកឃើញទាំងអង្គការ Amnesty International ហ្នឹងនៅក្នុងរបាយការណ៍2025ក៏រកឃើញថាជនរងគ្រោះនៃអំពើឆបោកអនឡាញមាន120,000នាក់ប្រមាណ120,000នាក់ឥឡូវនេះពេលដែលកម្ពុជាបង្ក្រាបអ្នកដែលពាក់ព័ន្ធទាំងអស់នេះមានដល់ទៅ250,000នាក់លើសអាតួលេខគេនឹង2គុណនឹង2ហើយថែមទៀតអញ្ចឹងបានន័យថាកម្ពុជាចង់ប្រាប់ទៅពិភពលោកដែរថាណែឯងក្រឃើញប៉ុណ្ណឹងខ្សោយណែឯងរកឃើញ83មណ្ឌលហ្នឹងងាប់ហើយខ្ញុំកំចាត់250កន្លែងជាងណែឯងរកឃើញជនរងគ្រោះឬក៏អ្នកពាក់ព័ន្ធ120,000នាក់12,000នាក់កម្ពុជាបណ្ដេញមនុស្សចេញទៅក្រៅឬក៏អ្នកដែលទៅដោយស្ម័គ្រចិត្តហ្នឹង240,000នាក់គុណនឹង2នៃអ្វីដែលគេរកឃើញគ្រាន់តែថាគេស្ម័គ្រចិត្តទៅឲ្យបញ្ជូនចាប់ដោយបង្ខំទៅក្រៅ13,000នាក់ទៀតអញ្ចឹងសរុបទៅ250,000នាក់ប៉ុណ្ណឹងហើយមិនទទួលបានការសាទរអីសោះពីអ្នកខាងក្រៅផ្ទុយទៅវិញទៅជាថាធ្វើគ្រាន់តែជាការសម្ដែងទៅវិញបើខ្ញុំជាមន្ត្រីដឹកនាំរដ្ឋាភិបាលកម្ពុជាដោយលោកហ៊ុនម៉ាណែតលោកហ៊ុនសែនអីខ្ញុំច្បាស់ជាសឹងថាជំមុជនៅមុខនៅក្នុងចានទៀបនឹងឲ្យដាច់ដង្ហើមស្លាប់ហ្មងទៅព្រោះធ្វើអីក៏តែមិនត្រូវវាស្ដាប់ទៅគឺថាធ្វើអីក៏តែមិនត្រូវដែរព្រោះយើងមើលទៅខំប្រឹងធ្វើដែរក៏នៅតែអត់មានបានផលអីសោះអាហ្នឹងឯងដែលធ្វើឲ្យរដ្ឋាភិបាលចោទក្រុមអង្គការសង្គមស៊ីវិលខាងក្រៅប្រទេសនេះថាជាក្រុមប្រឆាំងដែលប្រឆាំងផ្កាប់មុខដែលលំអៀងអីចឹងក៏ប៉ុន្តែឥឡូវយើងមើលរបាយការណ៍ការពិតដែលគាត់រកវិញតើអង្គការ Amnesty International នេះរកឃើញអីឲ្យប្រកាសបានជាគេខំប្រឹងធ្វើយ៉ាងនេះអត់បានទទួលផលបងប្អូនកម្ពុជាបានបដិញ្ញាទាំងលោកហ៊ុនម៉ាណែតថាបង្ក្រាបបទល្មើសឆបោកអនឡាញតាំងពីខែកក្កដាឆ្នាំ2025ឲ្យអស់ត្រឹមចុងខែមេសាឆ្នាំ2026យើងឃើញហើយមន្ត្រីការបរទេសមន្ត្រីប៉ូលីសមន្ត្រីអីហ្នឹងគឺថាដាក់សារដូចគ្នាថាត្រូវតែបង្ក្រាបឲ្យខាងតែបានឲ្យដាច់អស់ត្រឹមចុងខែមេសាអត់ដឹងហេតុអីបានជាយកខែមេសាហ្នឹងជាការកំណត់ទេឬមួយក៏សម្រាប់បុណ្យចូលឆ្នាំឬក៏សម្រាប់ខែចូលឆ្នាំកុំឲ្យឆ្លងឆ្នាំថ្មីឆ្នាំខ្មែរហ្នឹងឬយ៉ាងម៉េចទេក៏ប៉ុន្តែនៅក្នុងន័យនេះគឺគាត់សង្ខុញសរុបឲ្យអស់ត្រឹមខែមេសាហើយឃើញប្រឹងមែនគាត់ប្រឹងមែនតើក៏ប៉ុន្តែអ្វីដែលគាត់ធ្វើហ្នឹងបើតាមអង្គការលើកលែងទោសអន្តរជាតិដែលរកឃើញនៅក្នុងរបាយការណ៍គាត់នេះគឺថាគ្រាន់តែជាបរិមាណអត់មានគុណភាពទេបរិមាណហ្នឹងបានន័យថាម៉េចវាគ្រាន់តែជាតួលេខហើយចឹងគាត់ថាកម្ពុជាខកខានមិនបានប្រយុទ្ធប្រឆាំងការឆបោកអនឡាញប្រកបដោយប្រសិទ្ធភាពនិងពេញលេញទេគឺគ្រាន់តែជាការសម្ដែងហេតុអីបានជាគាត់និយាយដូច្នេះគាត់ថាជាការពិតហើយទទួលស្គាល់ថារដ្ឋាភិបាលពិតជាធ្វើអន្តរាគមន៍ឃើញកក្រើកអញ្ចឹងមែនឃើញក្ដុកក្ដាក់ក្ដុងក្ដាំងអីចឹងមែនក៏ប៉ុន្តែអ្វីដែលគាត់រកឃើញគឺក្នុងចំណោមសំទោសអាមជ្ឈមណ្ឌលដែលខ្ញុំនិយាយមិញដែលអង្គការ Amnesty International រកឃើញមិនមែន83ទេបងប្អូន86បាត់3របស់គេទៀតខ្ញុំអធិស្ឋានកាលពី2025គាត់រកឃើញមជ្ឈមណ្ឌលធំនៅទូទាំងប្រទេសមាន53កន្លែងដល់2026ក៏រកឃើញថែម33កន្លែងទៀតចឹង86កន្លែងអានេះអ្វីដែលគាត់រកឃើញតែកម្ពុជាថាបង្ក្រាបបានបិទរហូតដល់250កន្លែងតាមពិតអាបិទហ្នឹងគឺជាសាខាទូចទេបងប្អូនឲ្យថាឥឡូវនៅក្នុងចំណោមអាសាខាធំហ្នឹងអាទូចឧទាហរណ៍ថាឥឡូវក្រុមហ៊ុនមួយគេបើកអញ្ចឹងទៅគេមានក្រុមហ៊ុនបិទសម្ព័ន្ធគេ100នៅក្រោមក្រុមហ៊ុនហ្នឹងអញ្ចឹងបើបិទក្រុមហ៊ុនហ្នឹងមួយគឺវាបិទអាបិទសម្ព័ន្ធហ្នឹងគឺបានន័យថាតែមួយទេព្រោះវាខ្សែតែមួយហ្នឹងបណ្ដាញហ្នឹងបិទ100ក៏ដោយប៉ុន្តែវាជា100របស់ក្រុមហ៊ុនតែមួយអញ្ចឹងយើងរាប់ថាតែជាមួយទេព្រោះបើសិនជាមជ្ឈមណ្ឌលធំវាមានទ្វារក្រោយអញ្ចឹងតែកម្ពុជារាប់ទាំងអស់នៅក្នុងហ្នឹងក៏រាប់មកដែរ
និយាយទៅឧទាហរណ៍ថាគេឲ្យរាប់មកគ្រួសារដើម្បីមកយកអំណោយចុះឧទាហរណ៍ណាឥឡូវភូមិហ្នឹងមានប្រហែលគ្រួសារមកយកអំណោយភូមិហ្នឹងតាមពិតមានតែ86គ្រួសារទេដែលមកត្រូវឡើងយកអំណោយណាប៉ុន្តែដោយសារតែចង់បានអំណោយជាលក្ខណៈគ្រួសារអញ្ចឹងមកគ្រួសារហ្នឹងគាត់បំបែកគ្នាទៅជា4គ្រួសារទៅទៀតតាមពិតគ្រួសារមានម៉ែមានឪមានកូនម៉ែមួយឪមួយកូន2នាក់ឧទាហរណ៍តែកូន4នាក់អញ្ចឹងមកគ្រួសារហ្នឹងវាមានតែ4នាក់ហៅថាមកគ្រួសារបានរង្វាន់ឬអំណោយតែមួយដុំមកអង្គមកក្រុងទឹកត្រីទឹកអីចឹងតែមកឬក៏លុយ1លានរៀលអីចឹងទៅថាសម្រាប់មកគ្រួសារហ្នឹងក៏ប៉ុន្តែគាត់ដោយសារដឹងថាគេចែកជារបៀបមកគ្រួសារអញ្ចឹងបើអត់បំបែកទេអាកូន4 5នាក់ហ្នឹងគឺអត់បានលុយបានអីគេទេអញ្ចឹងគាត់បំបែកមកផ្ទះហ្នឹងចេញទៅជា4គ្រួសារទៀតតែម្ដងអញ្ចឹងទៅដើម្បីឲ្យបានតួលេខនឹងច្រើននេះក្នុងន័យហ្នឹងគឺអង្គការសង្គមស៊ីវិល Amnesty International ចង់និយាយអញ្ចឹងគ្រួសារមួយគ្រួសារសំដៅឲ្យលើសមាជិកទាំងអស់បូកចូលគ្នាមានម៉ែឪមានកូនអញ្ចឹងប៉ុន្តែឥឡូវគាត់បំបែកអាកូនចៅហ្នឹងម៉ែឪហ្នឹងទៅជាឪមួយគ្រួសារម៉ែមួយគ្រួសារកូនមួយគ្រួសារកូនប្រុសមួយគ្រួសារកូនស្រីមួយគ្រួសារអញ្ចឹង4គ្រួសារអញ្ចឹងមួយគ្រួសារមានមនុស្សតែម្នាក់ទៅវិញដែលទុយទៅវិញអាមួយគ្រួសារហ្នឹងមានមនុស្ស4នាក់អញ្ចឹងទៅអញ្ចឹងតួលេខហ្នឹងស្រាប់តែផ្ទុះក្ដុងចេញមកគឺរាប់រយគ្រួសារតែតាមពិតមានតែ86គ្រួសារអញ្ចឹងទៅអានេះខ្ញុំគ្រាន់តែឲ្យឧទាហរណ៍នេះអង្គការ Amnesty International ហ្នឹងគេរកឃើញថាក្នុងចំណោមមជ្ឈមណ្ឌលឆបោកអនឡាញធំទាំង86ទីតាំងដែលអង្គការនេះរកឃើញពីឆ្នាំ2026បូកនឹងឆ្នាំ2025ចូលគ្នាហ្នឹងគឺមានតែ24ទីតាំងប៉ុណ្ណោះចូលក្នុងទីតាំងដែលកម្ពុជាបានបង្ក្រាបហើយបិទទ្វារអញ្ចឹងចុះអា250ទីតាំងហ្នឹងជាស្អីវិញត្រូវហើយវាជាសាខាជាបុតសម្ព័ន្ធជាអីទូចនៅក្នុងហ្នឹងវាត្រូវរបស់គេចឹងមែនហើយចង់និយាយថាមួយខ្សែហ្នឹងវាមានច្រើនតែយើងរាប់ទាំងអស់អញ្ចឹងទៅអញ្ចឹងទៅវាបានតួលេខច្រើនប៉ុន្តែបណ្ដាញហ្នឹងវាអស់ហើយឧទាហរណ៍ថាបណ្ដាញកវាមានគ្នាគាត់មួយខ្សែហ្នឹង10នាក់បណ្ដាញខតែគេរាប់តែក្បាលគ្រួសារមេធំទេអាពេលអង្គការនេះគេរកតែមជ្ឈមណ្ឌលធំនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមជ្ឈមណ្ឌលខុសគ្នាដូចថាក្រុមខុសគ្នាហ្នឹងមាន86ក្រុម86មជ្ឈមណ្ឌលអញ្ចឹងកម្ពុជាបង្ក្រាបបានតែ24មជ្ឈមណ្ឌលទេបងប្អូនដកទៅ83ដក24ទៅនៅសល់ប្រមាណ30 40និយាយទៅបង្ក្រាបបានមិនដល់30%ផងហ្នឹងនៅសល់70%ទៀតទៅឯណាតែបើស្ដាប់មើលកម្ពុជាបង្ក្រាបលើសផែនការដល់ទៅ300 400%ព្រោះបើគេថាមជ្ឈមណ្ឌលមានតែ86ហើយកម្ពុជាបង្ក្រាបដល់250បើយើងមើលតួលេខហ្នឹងវាហាក់បីដូចជាលើសផែនការដល់ទៅ3 400ដង3 4ដងឯនោះហ្នឹងហេតុអីបានជាអង្គការលើកលែងទោសអន្តរជាតិនេះថាការនេះជារឿងបរាជ័យហើយជាការសម្ដែងគឺគេថាទី1ខ្វះតម្លាភាពអត់ច្បាស់លាស់មិនដឹងថាតើតម្លាភាពហ្នឹងគឺគាត់សំដៅទៅលើតួលេខរឹបអូសទ្រព្យសម្បត្តិលុយបង្កកអក្រិតជនហើយចាប់បានតែទូចអំបាទទៅទៀតធំហ្នឹងអត់មានទេដូចថាបើបានដូចរឿងចិនស៊ីរឿងអីណាហ្នឹងចាប់បញ្ជូនទៅឯណាមេដឹកនាំមន្ត្រីធំនៅក្នុងជួររដ្ឋាភិបាលឬក៏ដែលមាននៅក្នុងបញ្ជីរាយនាមរបស់អង្គការឬក៏រដ្ឋាភិបាលជាតិអាមេរិកដែលតាមពិតអង្គការ Amnesty International ហ្នឹងក៏ចូលរួមនៅក្នុងការកសាងរបាយការណ៍ហ្នឹងដែរអត់បានជាប់សោះជាប់ដែរមានលីគួងឯណាមួយនៅអំបាទនៅប្រែកចាកឯណានោះអ្នកដតីទៀតគឺអត់ទាំងអស់លោកហ៊ុនតូលោកកុកអានលោកលីយ៉ុងផាត់លោកអីហ្នឹងគឺយើងមិនចាត់ទុកថាគាត់ជាអក្រិតជនប៉ុន្តែមានឈ្មោះនៅក្នុងបញ្ជីអត់ដែលមានទទួលការស៊ើបអង្កេតអីទាំងអស់អីចឹងទៅដូច្នេះរឿងហ្នឹងគឺតកតងនឹងទី1រឿងតម្លាភាពទី2គឺរឿងខົບខិតគ្នាអង្គការនេះរកឃើញថាអាជ្ញាធរខົບខិតគ្នាជាមួយនឹងម្ចាស់បនឆបោកអនឡាញម្ចាស់បននេះម្ចាស់ឆបោកអនឡាញមជ្ឈមណ្ឌលឆបោកអនឡាញគឺដូចថាដូចដឹងមុនដឹងអីទៅរៀបចំទៅចាប់ប្រផាត់ប្រភីងរត់អញញ៉ៃចឹងទៅហើយអត់មានចាប់បានមនុស្សធំទេចាប់បានតែអ្នកទូចតាចនឹងចឹងទៅហើយមួយទៀតគឺតកតងនឹងរឿង
កន្លែងធំដូចអង្គការនេះរកឃើញចឹងអាត្រីធំអត់សោះបានតែទូចអញ្ចឹងមក86មជ្ឈមណ្ឌលកម្ចាត់បានតែ24នៅសល់40 38 30 35 38អីទៀតចាអឺរឿងដែលសំខាន់ទៀតគឺយុទ្ធនាការរបស់កម្ពុជាគឺជាការវាយស្មៅបង្អើលពោះអង្គការនេះរកឃើញគឺបង្អើលត្រង់ថាទៅពាត់ចាប់អាគារធំឲ្យក្ដួងក្ដាំងធ្វើឲ្យអ្នកដែលឆបោកអនឡាញនឹងចាប់ផ្ដើមបំបីខ្លួនទៅជាកន្លែងតូចតាមផ្ទះសំណាក់តាមផ្ទះប្រជាពលរដ្ឋតាមផ្ទះជួលតាមផ្ទះអីដែលជាពិបាកចាប់ជាងមុនទៀតដោយសារអីគឺប្រសិទ្ធប្រសាចពេញទំហឹងព្រោះកិច្ចពីអាការដែលវាយស្មៅបង្អើលពោះឲ្យផ្អើលអញ្ចឹងទៅដល់ពេលអញ្ចឹងយុទ្ធនាការហ្នឹងធ្វើឲ្យអ្នកទាំងអស់នោះរត់ទៅយកតែកុំព្យូទ័រឬក៏ទូរស័ព្ទឬក៏ទិញទូរស័ព្ទថ្មីឬអីនៅតែអាចបង្កើតអាការឆបោកអនឡាញហ្នឹងតាមបណ្ដាញផ្សេងទៀតដែលអាចធ្វើទៅបានទៀតទៅមួយទៀតគឺគេថាកម្ពុជាខកខាននៅក្នុងការពារសាកសីនិងជនរងគ្រោះគឺធ្វើឲ្យអ្នកទាំងអស់នោះមិនដឹងអ្នកណាជាជនរងគ្រោះអ្នកណាជាអ្នកប្រព្រឹត្តទេប្រសិទ្ធប្រសាចពេកអញ្ចឹងជួនកាលអ្នកដែលមកឆបោកអនឡាញតាមពិតជាជនដែលគេចាប់បង្ខំឲ្យមករកស៊ីអារបរអនឡាញហ្នឹងដល់ចឹងអត់មានវិធានការការពារពួកគាត់តើអញ្ចឹងធ្វើឲ្យប្រសិទ្ធប្រសាចទៅគាត់ចិត្តតែរត់ពៀតប៉ាត់ណាប៉ាត់ណីទៅបន្តិចទៀតคล้ายទៅជាជនដែលគេចាប់យកមករកស៊ីជួញដូរតាមពិតអ្នកឆបោកអនឡាញមួយចំនួនដែលជាបុគ្គលិកធ្វើការបានប្រាក់ខែហ្នឹងត្រូវគេឆបោកយកមកឲ្យឆបោកអនឡាញទៅត្រូវគេជួញដូរយកមកឆបោកអនឡាញដល់ពេលអញ្ចឹងគាត់คล้ายទៅជាជនរងគ្រោះម្ដងទៀតដែលគេនឹងរត់ពន្ធឬក៏ជួញដូរមនុស្សដើម្បីយកមករករបរនឹងទៀតអាហ្នឹងដូចវែកចោកទៀតអាហ្នឹងតាមអង្គការនេះរកឃើញមួយទៀតថាប្រព័ន្ធរៀបចំដោះស្រាយបញ្ហាឆបោកអនឡាញអង្គការ Amnesty International ថាវាជាបរាជ័យជាប្រព័ន្ធវាមិនមែនជាបរាជ័យតែមួយលើកហ្នឹងទេគឺជាប្រព័ន្ធហ្នឹងបានន័យថាទុកឲ្យរឿងហ្នឹងកើតឡើងរហូតតតែផ្ទុះធំហើយទើបតែចាប់ព្រឹបដើម្បីជាការសម្ដែងមែនឲ្យមានមុខមាត់ប៉ុន្តែអត់មានប្រសិទ្ធភាពទេព្រោះអីបើវាជាប្រព័ន្ធបានន័យថាថ្នាក់លើថ្នាក់អីមន្ត្រីរាជការពាក់ព័ន្ធក្រាក់ហ្នឹងអាប្រព័ន្ធពុកលលួយប្រព័ន្ធបកពួកនិយមអីហ្នឹងគឺវានៅរឹតរួចជាមួយគ្នាហ្នឹងគឺมันអាចដោះស្រាយបញ្ហានេះបានទេហើយមែនបើអ្វីដូចគាត់លើកឡើងហ្នឹងឃើញយើងឃើញតែត្រីទូចជាប់ត្រីធំអត់សូវជាប់មែនអឺអង្គការនេះក៏រកឃើញថាការបង្ក្រាបឆបោកអនឡាញតាមរបៀបកម្ពុជានេះគ្មានទីបញ្ចប់ទេឬក៏រកកោះត្រើយមិនឃើញទេព្រោះអីមជ្ឈមណ្ឌលឆបោកអនឡាញនេះគឺនៅតែអាចបំបែកខ្លួនពេញទឹកពេញដីទាល់តែយើងដូរប្រព័ន្ធនៃការចាត់តាំងគ្រប់គ្រងឲ្យមានតម្លាភាពឲ្យបាត់អំពើពុករលួយឬក៏យ៉ាងហោចណាស់ក៏មានស្ថានភាពខុសពីអ្វីដែរសពថ្ងៃដែរអានេះមិនអាចធ្វើទៅបានបងប្អូនអង្គការនេះសម្ភាសអ្នកដែលពាក់ព័ន្ធច្រើនដែរតែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចូលទៅមើលរបាយការណ៍នេះរបស់អង្គការ Amnesty International ដែលចេញដោយផ្ទាល់ប៉ុន្តែនេះគឺជារបាយការណ៍ដែលគ្រូតគ្រៀតហើយឈឺចាប់សម្រាប់កម្ពុជាទៀតហើយបងប្អូនព្រោះអីកម្ពុជាចង់ទៅអួតពិភពលោកប្រាប់ថាយើងអត់មានទុកឲ្យឆបោកអនឡាញជាឋានសួគ៌ឯណាទេយើងបង្ក្រាបហើយមានសមត្ថភាពបង្ក្រាបតើឥឡូវអង្គការនេះស្រាតខោដូច្នេះគឺយើងធ្វើឲ្យមុខមាត់គេឈ្មោះរបស់យើងលើឆាកអន្តរជាតិក៏នៅតែលំបាកអ្វីដែលខំធ្វើហាក់បីដូចជាមិនបានផលក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាមន្ត្រីរាជការដែលពាក់ព័ន្ធទាំងអស់កុំបាក់ទឹកចិត្តនឹងការលើកឡើងរបស់អង្គការនេះព្រោះអង្គការនេះគឺគេមិនសរសើរយើងឲ្យស្លាប់ទេគឺគេបង្អាប់យើងឲ្យរស់នៅក្នុងន័យថាគេប្រាប់អំពីការពិតថាយើងធ្វើមិនបានផលយើងខំប្រឹងទៀតទៅជាជាងការដែលបើសិនជាធ្វើក៏ខុសមិនធ្វើក៏ខុសអញ្ចឹងកុំធ្វើហ្មងទៅយើងកុំធ្វើអញ្ចឹងអីយើងត្រូវតែពង្រឹងប្រព័ន្ធដឹកនាំរដ្ឋយើងឲ្យមានភាពរឹងប៉ឹងបំបត្តិអំពើពុករលួយស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើម៉េចឲ្យសង្គមនឹងមានប្រព័ន្ធតុលាការឯករាជ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជួយជាចំោះហើយកុំងើបមួយវាយមួយជាមួយនឹងប្រជាពលរដ្ឋដែលហ៊ានរិះគន់អាពាក្យងើបមួយវាយមួយហ្នឹងគឺអ្នកណាក៏ដោយអត់ហ៊ានរិះគន់ណាឥឡូវថ្ងៃហ្នឹងលោកហ៊ុនសែនហ្នឹងទៅពមៀនប្រជាពលរដ្ឋអារឿងសរសេរសារតាមបណ្ដាញសង្គម Facebook រិះគន់រដ្ឋាភិបាលរឿងដោះស្រាយព្រំដែនមិនបានផលហ្នឹងនឹងឲ្យក្រុមគាត់ដើរចាប់24ម៉ោងអីណារឿងទាំងអស់នេះគឺជារឿងធ្វើគេហៅថាដុតខ្លួនឯងឲ្យឆេះ
ព្រោះវានឹងខ្លោចខ្លួនឯងដោយសារតែអត់មានអ្នកណាហ៊ានជួយទេសូម្បីមនុស្សនៅក្នុងគណៈបកប្រជាជនកម្ពុជាក៏ជាមនុស្សហៃអើអាជ័យធ្លាក់ទឹករាយការណ៍យកតែបងដែរព្រោះអត់ហ៊ានរាយការណ៍ការពិតណាមួយទេអញ្ចឹងធ្វើឲ្យធ្លាក់ជ្រុះទាំងអស់គ្នាបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងត្រឹមប៉ុណ្ណឹងខ្ញុំចូលដល់រឿងសំខាន់មួយទៀតតកតងនៅក្នុងរាត្រីនេះដែរគឺតកតងនឹងខ្មែរក្រៅស្រុកថាលោកហ៊ុនសែនមូលបង្កាច់ការពិតយករួចខ្លួនរឿងមិនព្រមប្តឹងថៃដោយចោទក្រុមប្រឆាំងថាចង់ធ្វើសង្គ្រាមកន្លែងនេះគឺជារឿងគ្រោះថ្នាក់មែនតើព្រោះអីថ្ងៃនេះបើតាមមើលគឺលោកហ៊ុនសែនពេលដែលគាត់ចុះទៅសួរសុខទុក្ខជួបសំណេះសំណាលប្រជាពលរដ្ឋនៅឯភាសឹកនៅមណ្ឌលបដោះអាសន្ននៅឯខេត្តបន្ទាយមានជ័យហ្នឹងគឺគាត់ឆ្លៀតឱកាសហ្នឹងសោកសៀតវាយប្រហារក្រុមប្រឆាំងមែនតើហើយខ្ញុំជឿថាដើម្បីភាពយុត្តិធម៌ខ្ញុំនឹងពន្យល់រឿងនេះតើលោកហ៊ុនសែននិយាយមកមានកម្រិតការពិតប៉ុណ្ណាហើយមានកម្រិតការដែលអឺមូលបង្កាច់នឹងប៉ុណ្ណាដោយអ្វីដែលប្រតិកម្មរបស់មនុស្សខ្មែរប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសលោកហ៊ុនសែនបានយកឱកាសវេទិកាមួយនេះបង្ហើរសារច្រើនណាស់ប៉ុន្តែនៅក្នុងនឹងភាសាអសរោះតគោះបោះបោកអាមឹងមីណាអាណានឹងគឺថាអូយហឹងស្លឹកតិចនៅចំពោះមុខយាយចាស់ចាស់តាកូនក្មេងសពសារពើនឹងគឺថាគឺស្ដាប់ទៅវាក្រោតគ្រៀតឲ្យពាក្យអាភាសដូចអើយពាក្យស្អីសិតតែណាឲ្យលឹងឲ្យអីហ្នឹងគឺគាត់យកមកនិយាយដូចថាចំហដូចធម្មតាដោយសារគាត់ពងសប្បាយចិត្តព្រោះចុះទៅហ្នឹងគឺចុះទៅចែកអំណោយថែម1លានរៀលថែម2លានរៀលថែមអីចឹងទៅប្រជាពលរដ្ឋទះដៃប្រាវទៅដូចថាមានមោទនភាពក្រៃលែងនៅក្នុងការស្អំចិត្តប្រជាពលរដ្ឋនៅតំបន់ភូមិរងចាំភូមិដែលនៅខេត្តបន្ទាយមានជ័យដែលតំបន់ភាគសឹកនេះលោកហ៊ុនសែនបានដាក់ឈ្មោះថ្មីថាជាភូមិរងចាំមានន័យថានៅនឹងសិនទៅកសាងជីវភាពឲ្យរីកចម្រើនហ្នឹងទៅរងចាំបានដីពីថៃវិញហើយពេលដែលបានដីហើយក៏ដោយក៏ភូមិហ្នឹងផ្ទះហ្នឹងសង់ឲ្យម្នាក់មួយខ្នងអញ្ចឹងទៅយកទៅធ្វើឲ្យស្អំចិត្តប្រជាពលរដ្ឋនឹងសប្បាយចិត្តថាបានដីនឹងហើយបានដីពីព្រំដែនទៀតក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនរិះគន់ថាភូមិរងចាំហ្នឹងគួរដាក់ថាភូមិដេកចាំមិនត្រូវអូយចេះតែរិះគន់ដែរគាត់ចង់និយាយថាដេកចាំហ្នឹងសំដៅទៅដាំចេកហ្នឹងគឺថាវាអត់បានដីមកវិញទេបានតែអាតបូលបៃតងហ្នឹងខំប្រឹងថែទៅកុំទៅសង្ឃឹមអារឿងដីបានពីថៃវិញព្រោះបើធ្វើដោយអ្វីដែលរដ្ឋាភិបាលធ្វើក៏ប៉ុន្តែថ្ងៃនេះមានរឿងសំខាន់ដែលលោកហ៊ុនសែនផ្ញើសារទី1គួរឲ្យកត់សម្គាល់លោកហ៊ុនសែនព្រមទទួលស្គាល់កំហុសឆ្គងរបស់ថ្នាក់ដឹកនាំគឺទទួលស្គាល់កំហុសឆ្គងខ្លួនគាត់នឹងតែម្ដងដែលជាមេដឹកនាំកាលជានាយករដ្ឋមន្ត្រីកាន់37ឆ្នាំថាបរាជ័យនៅក្នុងការដែលពង្រឹងកងទ័ពយើងឲ្យរឹងមាំដើម្បីទប់ថៃនៅថ្ងៃណាមួយគាត់ថាគាត់អត់បានត្រៀមខ្លួនទេនិយាយឲ្យមែនតែនគាត់ទទួលស្គាល់កំហុសថាគាត់ពិតជាខុសក្នុងនាមជាអ្នកដឹកនាំឲ្យអត់ឲ្យទៅកំហុសហ្នឹងធ្លាក់ទៅលើហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតទេគាត់ខ្លាចប្រជាពលរដ្ឋបន្ទោសកូនគាត់ប៉ុន្តែគាត់ថាគឺគាត់អ្នកខុសអញ្ចឹងនៅក្នុងន័យនេះគឺគាត់ថាឲ្យគាត់បន្ទោសអាការខុសហ្នឹងទៅរឿង2ដែលតាហ៊ានខ្មែរអត់អាចទប់ការពារដែនអធិបតេយ្យថៃទៅដើមដីយើងបានទី1គឺគាត់បន្ទោសទៅលើការទុកចិត្តថៃពេកគាត់ទុកចិត្តគាត់ថាទុកចិត្តលោកប្រយុទ្ធច័ន្ទអូចានោះដែលជានាយករដ្ឋមន្ត្រីថៃកាលកាន់បាន4-10ឆ្នាំដែរដែលជានាយករដ្ឋមន្ត្រីយោធាលើកបន្ទាប់មកហ្នឹងគាត់ថាទុកចិត្តពេកមិននឹកស្មានថាថៃនឹងវាយខ្មែរយកដីខ្មែរយ៉ាងទេណែគាត់និយាយចឹងវិញណាអាហ្នឹងទី1គាត់បន្ទោសទៅលើការទុកចិត្តថៃមានន័យថាម៉េចបងប្អូនគាត់ចង់ប្រាប់ប្រជាពលរដ្ឋថាគាត់ទទួលខុសហើយប៉ុន្តែមិនមែនខុសខ្លាំងហ្មងទេព្រោះគាត់ជាមនុស្សដែលស្មោះត្រង់គាត់ចង់និយាយចឹងណាអញ្ចឹងគាត់អត់អាចទៅអត់ទុកចិត្តថៃថាដំបងទុកចិត្តគេពេកដល់ពេលហើយគេវាយបកមកអញ្ចឹងអាហ្នឹងគាត់បន្ទោសទៅភាពមិនស្មោះត្រង់របស់អ្នកដឹកនាំថៃជំនាន់ក្រោយគាត់ថាកាលនៅប្រយុទ្ធច័ន្ទអូចាទុកចិត្តគ្នាក៏អត់ចាំបាច់ពង្រឹងតបឯព្រោះដឹងតែខាងនោះអត់វាយយកខ្មែរកាលហ្នឹងគាត់នៅល្អកលឿនជាមួយថាក់ស៊ីនអីដែរហ្នឹងបងធေါ်ប្អូនធေါ်អីហ្នឹងគឺមិនចឹងអញ្ចឹងអានយោបាយហ្នឹងវានយោបាយគេងចំណេញគ្នាមកអាយុហើយគាត់និយាយថាមិនទុកចិត្តអ្នកណាទៅដែលទុកចិត្តបរទេសរឿងការពារដែនអធិបតេយ្យរបស់យើងកំពុងតែឆ្ងល់ហើយយើងជាមួយថៃមានចំនួនជាមួយគ្នាតដើមដីគ្នាហ្នឹងរាប់
100 ឆ្នាំអីហ្នឹងហើយទៅមកនិយាយថាយើងទៅទុកចិត្តបរទេសហើយមិនពង្រឹងទ័ពរបស់យើងខ្ញុំកោតទៅលោកហ៊ុនសែនហាមាត់នេះទៅរួចហើយប្រជាពលរដ្ឋហ្នឹងតេះដៃផ្អើលអូគាត់និយាយត្រូវហើយទៅគាត់និយាយទី2ទី1គាត់ថាទុកចិត្តថៃពេកទើបអត់ពង្រឹងទ័ពទី2គាត់និយាយយ៉ាងរំភើយគាត់ថាស្រឡាញ់លុយយកមកអភិវឌ្ឍប្រទេសពេកអូយភាសានេះអ្នកស្រុកពេញចិត្តលោកហ៊ុនសែនដល់ទំហឹងហ្មងពួកគាត់ស្គាល់ថ្លើមប្រមាត់របស់អ្នកស្រុកភាសាអ្នកស្រុកហ្នឹងគឺអញ្ចឹងបន្ទោសខ្ញុំកើតដែរខ្ញុំមិនអាចការពារដែនអធិបតេយ្យរបស់យើងបានទ័ពយើងខ្សោយអត់មានសម្ភារៈរហតែទឹកផឹកមិនបានស្បែកជើងផ្ទាត់អត់អាវក្រោះអត់ក្របអត់អីសពបែបយ៉ាងហ្នឹងគឺដោយសារខ្ញុំយកលុយទាំងអស់ហ្នឹងយកមកជួយបងប្អូនធ្វើស្ពានធ្វើថ្នល់អភិវឌ្ឍមន្ទីរពេទ្យសាលារៀនអីបានមកដល់សប្តាហ៍ហ្នឹងគឺដោយសារតែតបនឹងគិតថាវាអត់អីទេសុកជាមួយថៃឯងយើងកុំបំពកទៅវិស័យតបអីទុកលុយហ្នឹងមកកសាងជាតិអភិវឌ្ឍអញ្ចឹងទៅអញ្ចឹងគាត់ខុសដែរណានៃហ្នឹងក្នុងន័យអញ្ចឹងគាត់មិនសួរទេអញ្ចឹងបងប្អូនច្បាស់ជាយល់ថាអូមេដឹកនាំយកលុយមកខំការពារជាតិដល់ពេលហើយសំទោសមកអភិវឌ្ឍជាតិបានចំណេញប្រជាពលរដ្ឋហើយទៅវាឆ្លោះឆ្លួយកិច្ចការព្រំដែនថៃវាយកបានដណ្ដើម50 60កន្លែងហ្នឹងគាត់ខុសដែរគាត់ខំប្រឹងគិតគូរប្រទេសជាតិអភិវឌ្ឍសឹងអីភាសានេះបើស្ដាប់ទៅអ្នកស្រុកទទួលយកបាន100%អ្នកស្រុកដែលកំពុងទះដៃហ្នឹងព្រោះអីវាជាភាសាអ្នកស្រុកចាប់បើគាត់ខំប្រឹងអញ្ចឹងហើយយកមកជួយយើងឲ្យបាយហូបសោះហើយតទៅពេលមានឆ្លោះឆ្លួយនៅរឿងព្រំដែនទៅរករឿងគាត់ធ្វើអីនៃហ្នឹងគាត់អញ្ចឹងហ្នឹងទី2ទី3ឥឡូវកំពុងរករឿងក្រមប្រឆាំងក្រៅប្រទេសគាត់ចាប់ផ្ដើមពង្វៀងដានទី1គាត់ថាគាត់ខុសទទួលទៅកំហុសចោះបើនៅស្រុកគេអាកំហុសបែបហ្នឹងគេចោះចេញ24ម៉ោងហើយឬបើមិនចឹងទេប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ហើយអាហ្នឹងសុខប្រជាធិបតេយ្យតែសង្គមនេះថាហ្នឹងគឺដើម្បីសុំសមានចិត្តពីប្រជាពលរដ្ឋថាខ្ញុំខុសហើយអូខេឥឡូវមិនបើខ្ញុំខុសហើយអត់ព្រមទទួលថាខ្ញុំខុសមកចង់តវ៉ាងើបមួយវាយមួយណែវាចេះវិញខ្ញុំប្រាប់តែខ្ញុំខុសហើយណាអត់មានញ៉ៃញ៉ៃទេទទួលយកទៅតែខ្ញុំខុសតែហ៊ានតវ៉ាងើបមួយវាយមួយទៅជាចេះទៅវិញបើខ្ញុំខុសហើយខ្ញុំទទួលខុសខ្ញុំសុំទោសជាសាធារណៈខ្ញុំសុំចោះចេញពីតំណែងទុកឲ្យអ្នកថ្មីគេធ្វើចោះព្រោះខ្ញុំធ្វើមិនបានប្រយោជន៍បានប្រសិទ្ធភាពទេធ្វើឲ្យដីខ្មែរ63កន្លែងឥឡូវហ្នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃអីអញ្ចឹងធ្វើម៉េចបើយើងអត់បានពង្រឹងវិស័យទ័ពជាកំហុសប្រវត្តិសាស្ត្រអីអញ្ចឹងកំហុសធំណាស់ក៏ប៉ុន្តែគាត់គិតថាហ្នឹងធម្មតាទៅវិញអញ្ចឹងប្រជាពលរដ្ឋគិតថាអត់ចុះឥឡូវគាត់ខំប្រឹងស្ដារកំហុសហ្នឹងមកវិញណាឥឡូវគាត់ថាគាត់ស្ដារហ្នឹងវិញប៉ុន្តែក្នុងពេលជាមួយហ្នឹងគឺបន្ទោសក្រមប្រឆាំងក្រៅប្រទេសថាកំពុងតែធ្វើឲ្យកម្ពុជាឆ្លោះគ្នាជាមួយថៃឥឡូវពវៀងដានអញ្ចឹងទៀតអូយខ្ញុំសូមសរសើរដូចចាប់អន្ទង់យ៉ាងលោកហ៊ុនសែនដូចចាប់អន្ទង់ប្រជាពលរដ្ឋស្វាមនឹងសារប្រជាពិធដ្ឋរបស់គាត់យូរពេកដល់ពេលគាត់និយាយអញ្ចឹងគឺយើងស្ដាប់ទៅខ្ញុំសរសើរភាពឆ្លាតវៃនឹងពូកែរបស់គាត់ណាពូកែវោហាសាសពូកែស្គាល់ទឹកចិត្តប្រជាពលរដ្ឋនៅមូលដ្ឋានដឹងថានិយាយអីទៅគឺបានចិត្តឲ្យផ្ទះសង់ផ្ទះឲ្យផ្ទះថាកន្លែងហ្នឹងកន្លែងឥឡូវមានម៉ាស្សាមានកន្លែងលក់កាហ្វេមានអីធ្វើទៅឲ្យវាល្អទៅឲ្យសុបាយឲ្យអីចឹងទៅធ្វើឲ្យប្រជាពលរដ្ឋភ្លេចអាទុកកង្វល់ហ្នឹងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគាត់ថាបានអាហ្នឹងឲ្យកុំភ្លេចយើងនៅកំពុងតែតវ៉ាយកអាដីព្រំដែនហ្នឹងយកមកវិញឲ្យបានចឹងទៅចឹងប្រជាពលរដ្ឋស្ដាប់ទៅថាមេដឹកនាំរបស់យើងហ្នឹងគឺគាត់ពិតជាគិតជាតិហើយយើងទៅរករឿងអីគាត់ហើយដល់ពេលចឹងគាត់យកហេតុផលហ្នឹងថាអ្នកណារករឿងគាត់គឺជាជនក្បត់ជាតិអ្នកណារករឿងគាត់ពីពេលហ្នឹងទៅគឺជាជនក្បត់ជាតិគេថាយកជើងរាទឹកមករំខានរៅឆានអត់បានជួយជាតិពេលដែលឆ្លោះគ្នាមួយថៃបែរជាមករករឿងគាត់វិញតែក្នុងពេលហ្នឹងគាត់ទទួលស្គាល់កំហុសតែបើគេរករឿងគាត់រឿងខុសគឺគាត់ត្រូវតែងើបមួយវាយមួយខ្ញុំថាបើយើងទៅសារភាពប្រាប់គេថាខ្ញុំសុំទោសខ្ញុំខុសហើយស្រាប់ដល់ពេលណាចូលមុខគេហក់មកប្រយ័ត្នត្រូវព្រោះខ្ញុំប្រាប់តែខ្ញុំខុសហើយប្រយ័ត្ន3 4ដៃវាធ្វើឲ្យអារឿងហ្នឹងវាដូចថាច្បុកច្បល់មែនតើតែយ៉ាងណាបងប្អូននេះគឺជា style របស់លោកហ៊ុនសែនយូរហើយក៏អត់ចោលទេ style ហ្នឹងក៏ប៉ុន្តែអ្វីដែលគាត់ភ្លេចគឺគាត់ភ្លេចស្មានថាប្រជាពលរដ្ឋខ្មែរសម័យនេះដូចសម័យដែលគាត់គ្រប់គ្រង37ឆ្នាំមុនណា
ដែលការយល់ដឹងរបស់ប្រជាពលរដ្ឋសម័យ AI នេះវាដូចជាប្លែកជាងមុនហើយព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់គាត់លែងមានប្រសិទ្ធភាពហើយយើងដឹងហើយប្រព័ន្ធទូរទស្សន៍ជាតិប្រព័ន្ធអីហ្នឹងជួនកាលមានមនុស្សមើល3 4នាក់អញ្ចឹងសាររបស់គាត់ហ្នឹងគឺស្អំចិត្តបានតែអ្នកនៅមូលដ្ឋានប៉ុន្តែជាទូទៅប្រជាពលរដ្ឋយល់អំពីអ្វីដែលកើតឡើងប៉ុន្តែឥឡូវចេះនិយាយហេតុអីបានជាគាត់គម្រាមគាត់ទទួលស្គាល់កំហុសប៉ុន្តែមិនទទួលស្គាល់កំហុសក្នុងពេលជាមួយគ្នាហ្នឹងឥឡូវនេះគាត់ចោទប្រកាន់ក្រុមប្រឆាំងថាជាអ្នកដែលញុះញង់ឲ្យមានសង្គ្រាមឥឡូវខ្ញុំបន្ថែមបន្តិចតាមពិតបើមានពេលវែងខ្ញុំបញ្យល់ឲ្យបានលម្អិតបន្ថែមបន្តិចពីរឿងគាត់និយាយថាដោយសារតែស្រឡាញ់លុយយកមកជួយជាតិកសាងអភិវឌ្ឍធ្វើស្ពានថ្នល់មន្ទីរពេទ្យសាលារៀនដងទឹកនឹងពេកបានជាផ្លិចមិនយកលុយហ្នឹងទៅជួយវិស័យទ័ពធ្វើឲ្យទ័ពយើងខ្សោយអត់អាចទប់ថៃបានហើយណាមួយមិននឹកស្មានថាថៃចិត្តអញ្ចឹងដោយសារទុកចិត្តថៃពេកអីចឹងនេះគឺជានយោបាយសារប្រជាពិធទេបងប្អូនព្រោះដោយសារអីកម្ពុជាអត់មានលុយដើម្បីជួយវិស័យទ័ពបានទេព្រោះយើងរកបាន6យើងចាយ10ហើយយើងចាពាក់គេ13,000 លានដុល្លារយើងអត់មានលុយទេកជើធ្លុះបែបនេះយើងនិយាយបែបនេះវាគ្រាន់តែពីរោះប៉ុន្តែយើងអត់មានលុយទេប៉ុន្តែគាត់គិតត្រូវបើលុយយើងតិចហើយយើងចាប់ផ្ដើមយកទៅបំពោកអីផ្សេងទៀតសម្ភារៈអីនិយមអីទៀតវាអត់ទេគាត់គិតតែពីរឿងបាយហូបបាយលើតុនិយាយអត់មានគិតពីរឿងទៅមើលកុនទៅដើរលេង shopping អីកើតទៀតទេព្រោះគ្រួសារហ្នឹងខ្វះខាតអញ្ចឹងអត់អាចទៅផ្ដោតលើការពារជាតិអីសំពេងបានទេអញ្ចឹងត្រូវគិតតែពីធ្វើម៉េចឲ្យតែព្រលឹមឡើងមានបាយហូបព្រឹកល្ងាចយប់អីចឹងទៅអាហ្នឹងក៏គាត់គិតតែពីរឿងមូលដ្ឋានសុទ្ធសាធអត់ខុសអីទេកុំឲ្យអត់បាយដើម្បីឲ្យប្រជាពលរដ្ឋមានបាយហូបជាការគិតគូរប្រជាពលរដ្ឋប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងអាទឹកដីរបស់យើងហ្នឹងអត់អាចទប់បានខ្ញុំគិតថារឿងលុយការពារជាតិនេះណាមិនចាំបាច់ចំណាយរហូតដល់1000 លានដុល្លារក៏បានដែរហើយបើទោះជាកាត់បន្តិចបន្តួចអីយកមកជួយអភិវឌ្ឍហ្នឹងក៏ល្អហើយក៏ប៉ុន្តែតើយើងក្ររហូតដល់យើងមិនអាចមានលុយទិញអាវុធយុទ្ធភ័ណ្ឌដូចជា F16 អាមេរិកឲ្យបាន4-5 គ្រឿងបានមួយគ្រឿងតែ40 លានទៅ80 លានដុល្លារហ្នឹងបានន័យថាមួយគ្រឿងស្មើនឹងនេះនាឡិការបស់មន្ត្រីធំនឹងប្រមាណគ្រឿងហ្នឹងហើយចោះលុយរាប់ម៉ឺនរាប់លានដុល្លាររាប់ពាន់លានដែលសល់គ្រប់គ្នាហ្នឹងឬក៏អីហ្នឹងហើយមានមាសមានអីកប់ឬក៏ថាដាក់ណាឬសល់តោណែណាហ្នឹងចុះបើទិញឲ្យបានតែយន្តហោះប្រដេញ F16 តែ10គ្រឿងមកអស់យ៉ាងច្រើន400 លានដុល្លារនិយាយទៅគាត់កាត់បន្ថយក្រសួងមន្ទីររដ្ឋហ្នឹងតែត្រឹមតែ15% ចុះកុំថាឡើយកាត់ដល់ទៅពាក់កណ្ដាល15% ពី25មកនៅត្រឹម21ក្រសួងចុះក៏សល់លុយ3-400 លានដុល្លារដើម្បីទិញអាយន្តហោះនេះបាន20-30 គ្រឿងដែរដើម្បីកំញោញអត់ប៉ុណ្ណឹងអញ្ចឹងគាត់និយាយថាយកលុយហ្នឹងមកអភិវឌ្ឍមកជួយស្អីយកមកក្នុងវិស័យពុកលលួយរឹតរួតនេះបែបនេះគឺលុយហ្នឹងវាកជើធ្លុះហូរអស់ហើយហ្នឹងដូច្នេះអាហ្នឹងជាសារស្អំចិត្តវាល្អហើយក៏ប៉ុន្តែបើយើងស្ដាប់មើលទៅមេដឹកនាំមិនអាចនិយាយភាសាអញ្ចឹងបានទេព្រោះជាការពារជាតិនេះជារឿងធំណាស់ប៉ុន្តែលោកហ៊ុនសែនគាត់យល់ចិត្តប្រជាពលរដ្ឋសុកសែគឺតែស្ដាប់ទៅគាត់និយាយត្រូវគាត់ថាច្បាស់និយាយត្រូវហើយយើងធ្វើអីទៀតចង់បានអីទៀតតវ៉ាអត់ព្រមគ្រប់គ្រងខ្មែរគ្រាន់តែរករឿងលោកហ៊ុនសែនថាអសមត្ថភាពថាគេក្បត់ជាតិតែលោកហ៊ុនសែនទទួលស្គាល់ពីភាពអសមត្ថភាពរបស់ខ្លួននៅក្នុងការជួយវិស័យការពារជាតិចឹងលើគោកដល់ពេលគេនិយាយទៅគេនឹងក្បត់ជាតិគេនឹងតែខ្លួនលោកទទួលស្គាល់បាត់ទៅហើយតែអត់មានគេហៅផលវិបាកនៃការទទួលស្គាល់អីសោះមានតែបង្ក្រាបថែមវាយមួយវាយមួយហើយអ្នកណាក៏ដោយឲ្យតែនិយាយរិះគន់គឺត្រូវតែជាជនក្បត់ជាតិហើយឥឡូវនេះចោតក្រុមប្រឆាំងថាបបួលឲ្យរដ្ឋាភិបាលធ្វើសង្គ្រាមជាមួយថៃគាត់ថាធ្វើសង្គ្រាមឈ្នះគេមែនណាភាសាគាត់ហ្នឹងណានិយាយទៅថ្នាក់ដឹកនាំកម្ពុជាអត់អាចនិយាយភាសានឹងបានទេយើងជាចិត្តកីឡាករជាអ្នកវាយគឺយើងវាយរហូតតតាអស់ក្បាច់អស់កម្លាំងហ្មងប៉ុន្តែវាយឲ្យអស់ស្នៀតសិនតែលោកហ៊ុនសែនគឺសុកចិត្តចោះចាញ់សុំចោះចាញ់ថៃដោយយកអាលេសមួយថា
បើយើងវាយគ្នាគឺច្បាស់ជាមានសង្គ្រាមមានជនភៀសសឹកស្លាប់ទាហានស្លាប់អីនេះគឺជារឿង logic ទេលោកមិនបាច់និយាយក៏ត្រូវដែរតែមានសង្គ្រាមស្លាប់មនុស្សស្លាប់អីចឹងប៉ុន្តែការការពារជាតិអធិបតេយ្យរបស់រដ្ឋមួយមិនមែនឲ្យរដ្ឋបរទេសឈ្លានពានយើងស្រែកទៅចិត្តហើយយើងទៅលន់តួអោបជង្គង់គេសុំគេចរចាទេមិនមែនចឹងទេយើងធ្វើអញ្ចឹងតែក្នុងករណីតែយើងខ្សោយទេយើងអត់អាចនឹងតទល់នឹងគេបានគឺយើងចោះចាញ់លើកតុងសហើយយើងមកលួងចិត្តប្រជាពលរដ្ឋថាខ្ញុំលើកតុងសនេះមិនមែនខ្ញុំចោះចាញ់ទេដោយសារតែខ្ញុំចង់បានសុខសន្តិភាពឲ្យប្រជាពលរដ្ឋយើងតបយើងអីអញ្ចឹងទៅហើយទៅប្រាប់ប្រជាពលរដ្ឋថាអ្នកណាក៏ដោយដែលមិនព្រមលើកតុងសហើយចង់វាយទៅដើមដីថៃខ្មែរពីថៃមកវិញគឺអ្នកនោះឯងគឺជាអ្នកដែលបង្កសង្គ្រាមក្រុមឧទាមក្រុមដែលត្រូវតែងើបមួយវាយមួយអីចឹងហើយបន្ទោសក្រុមនេះថាធ្វើឲ្យមានបញ្ហាជាមួយប្រទេសជិតខាងរស់នៅជាមួយគ្នាអត់បានឥឡូវចោតក្រុមរដ្ឋាភិបាលក្រៅប្រទេសក្រុមខ្មែរក្រៅប្រទេសដែលថាបបួលរដ្ឋាភិបាលឲ្យឆ្លោះជាមួយថៃធ្វើសង្គ្រាមដណ្ដើមដីមកវិញនេះគឺជាការមូលបង្កាច់ប្រវត្តិសាស្ត្រមួយដ៏គួរឲ្យគ្រោះថ្នាក់បំផុតហើយខ្ញុំជាសាក្សីរស់ខ្ញុំមិនដែលឮក្រុមប្រឆាំងនេះនៅក្រៅប្រទេសនេះម្ដងណាបបួលឲ្យលោកហ៊ុនសែនធ្វើសង្គ្រាមជាមួយថៃទេអត់សោះខ្ញុំធ្លាប់តែឮថាឈប់ធ្វើសង្គ្រាមមិនអាចឈ្នះថៃទេបើយើងតបយើងអញ្ចឹងតែឈ្នះអីយើងបែកបាក់គ្នាអញ្ចឹងយើងអត់ផ្សះផ្សាជាតិអញ្ចឹងយើងងើបមួយវាយមួយគ្នាឯងខ្លាំងតែខ្មែរគ្នាឯងអញ្ចឹងយើងទៅមានកម្លាំងឯណាទប់គេតបយើងរត់តែទឹកផឹកមិនបានក៏ភ្លើងបាញ់3គ្រាប់ផ្ទុះមួយអីហ្នឹងអត់ស្បែកជើងអត់អាវក្រោះអីហ្នឹងយើងទៅវាយគេមិនឈ្នះទេយើងគ្មាន F16 យើងទៅអួតថាមានសំណាញ់មេឃក៏មិនដឹងឃើញសំណាញ់មេឃនៅណាគេនិយាយអំពីការដែលយើងមិនអាចទប់គេបានខ្ញុំធ្លាប់ឮរឿងនេះច្បាស់ហើយគាត់ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី24ខែប្រហែលជាខែមិថុនាឆ្នាំ2025ឃើញរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគាត់ចេញជាសេចក្តីថ្លែងការណ៍ទៀតឲ្យជំរើសរដ្ឋាភិបាល2អត់មានសង្គ្រាមសោះហេតុអីបានជាលោកហ៊ុនសែនទៅចោទក្រុមនេះថាបបួលឲ្យធ្វើសង្គ្រាមគេមានជំរើសតែ2គត់ទី1ដឹងរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កុំឲ្យនៅអោបជើងថៃទៀតគឺខ្ញុំឃើញច្បាស់ណាស់ប្រវត្តិសាស្ត្រគឺសរសេរអញ្ចឹងមកហេតុអីបានជាលោកមួលបង្កាច់បែបនេះអាក្រក់មែនតើទី2គឺគេឲ្យយកយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីយកមកប្រើមកក៏ហៅប្រធានសហប្រធានអីហ្នឹងមកដោះស្រាយបញ្ហាហ្នឹងទៅហេតុអីបានជាយើងទុកឲ្យថៃធ្វើព្យុះធ្វើភ្លៀងសេចក្តីថ្លែងការណ៍របស់គេដដែលជាដដែលរហូតដល់ក្រមខ្មែរក្រៅប្រទេសរួមទាំងរដ្ឋាភិបាលក្រៅប្រទេសប្រមូលឬក៏រកពាក្យបណ្ដឹងទៅប្តឹងតុលាការអន្តរជាតិ ICJ នេះហើយ ICC ទៀតតាមរយៈលោកអ៊ុំសំអានអីហ្នឹងគឺដើម្បីរកមេធាវីរកអីហ្នឹងប្តឹងថៃឲ្យខ្ចាក់ដីមកវិញអត់មានធ្វើសង្គ្រាមទេតាមយន្តការអន្តរជាតិផ្ទុយទៅវិញក្រុមលោកឯនោះទេដែលនៅក្នុងស្រុកដែលខំប្រឹងមករករឿងគេរឿងឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងថាជាក្រុមល្ងងក្រុមភ្លីភ្លើក្រុមអីអញ្ចឹងទៅថាធ្វើអត់បានការអីចឹងគេចរចានេះគឺជារឿងមួយដែលខ្ញុំមិនដឹងយ៉ាងម៉េចដែរឃើញមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដូចលោកទេពមនោអីនៅបារាំងហ្នឹងគាត់ថាស្ដាប់លោកហ៊ុនសែននិយាយកុហកបោកប្រាស់ខ្មែរចំពោះមុខជនភៀសសឹកជាសាក្សីរស់លោកថាខ្មែរក្នុងនិងក្រៅប្រទេសធ្វើបាតកម្មជំរុញទាមទារឲ្យលោកហ៊ុនសែនប្តឹងប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ និងប្រើសន្ធិសញ្ញាក្រុងប៉ារីដើម្បីបញ្ជាសង្គ្រាមតែលោកហ៊ុនសែនមិនធ្វើកុហកបោកប្រាស់ខ្មែរអូសក្រឡាដល់ថ្ងៃនេះមិនព្រមប្តឹងថៃទៅស្អីសន្ធិសញ្ញាក្រុងប៉ារីនឹងសន្តិភាពនឹងផងដើម្បីការពារទឹកដីហើយបែរជាចោតខ្មែរក្រៅប្រទេសថាចង់ធ្វើសង្គ្រាមលោកថាមេដឹកនាំដូចជាធូរថ្លៃណាស់អត់មានសិលធម៌ទេហ្នឹងលោកទេពមនោលោកកឹមសុខឯណោះដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រៅប្រទេសសរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់អញ្ចឹងថាសម្ដេចហ៊ុនសែនចេះវៀតណាមច្បាស់តែក៏ចេះអានភាសាខ្មែរបានដែរដូច្នេះសូមអានសេចក្តីថ្លែងការណ៍របស់យើងខ្ញុំសិនមុននឹងចេញមកចោទប្រកាន់ដោយអវិជ្ជាលើយើងខ្ញុំដែលនៅក្រៅប្រទេសថាជាអ្នកចង់ធ្វើសង្គ្រាម
លោកកឹមសុខបន្ថែមថាសេចក្តីថ្លែងការណ៍ណែនាំរដ្ឋាភិបាលគ្រួសារតកូលហ៊ុនឲ្យដោយយើងខ្ញុំនេះគឺមួយខែគត់នៅមុនថៃប្រើកម្លាំងឈ្លានពានជាលើកទី1គាត់ភ្ជាប់លិខិតមកសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រៅប្រទេសលោកថាមានឲ្យទៅប្តឹងទៅ ICJ និងឲ្យទៅយកយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងលោកថាបើរដ្ឋាភិបាលគ្រួសារហ៊ុនមានអ្នកចេះដឹងនិងគិតយល់ហើយធ្វើតាមគំនិតយោបល់របស់យើងខ្ញុំនោះប្រទេសកម្ពុជាគ្មានសង្គ្រាមជាមួយថៃនោះឡើយគឺដោយសារតែបុគ្គលលោកហ៊ុនសែនខ្លួនឯងនឹងឯងដែលលមោបសង្គ្រាមហើយក៏លេងលបែងសង្គ្រាមជាឈ្នន់បោកប្រាស់ប្រជាពលរដ្ឋខ្មែរដើម្បីរក្សាអំណាចគ្រួសារហ៊ុនដ៏អសមត្ថភាពក៏ស្រាប់តែចុងក្រោយមកប្រើវិធីទុច្ចរិតចោទយើងខ្ញុំទៅវិញខ្ញុំជឿថាអញ្ចេះដើម្បីឲ្យយុត្តិធម៌ខ្ញុំចាំបានលោកហ៊ុនសែនពិតជានិយាយថាមានអ្នកនៅក្រៅប្រទេសស្នើឲ្យរដ្ឋាភិបាលធ្វើសង្គ្រាមឆ្លប់ជាមួយនឹងថៃមែនប៉ុន្តែខ្ញុំជឿថាអ្នកដែលនៅក្រៅប្រទេសដែលលោកហ៊ុនសែនយកមកលាតត្រដាងនោះគឺលោកបណ្ឌិតសេងសេរីទេកាលហ្នឹងគឺលោកបណ្ឌិតសេងសេរីដែលលោកហ៊ុនសែនដកស្រង់ថាលោកបណ្ឌិតសេងសេរីថាមិនអាចឲ្យថៃយកទឹកដីខ្មែរបានហើយមិនធ្វើអីសោះអញ្ចឹងទេគឺត្រូវតែធ្វើសង្គ្រាមឆ្លបទៅដើម្បីដណ្ដើមដីនឹងមកវិញដែលលោកហ៊ុនសែនចោទលោកសេងសេរីថាជាអ្នកដែលញុះញង់ឲ្យមានសង្គ្រាមអីអញ្ចឹងដែលកម្ពុជាយកការចរចានឹងខ្ញុំឮសារហ្នឹងប៉ុន្តែបើមន្ត្រីប្រឆាំងខ្មែរក្រៅស្រុកគឺមានតែតវ៉ាឲ្យប្តឹងទៅ ICJ ហើយមកដល់ម៉ោងហ្នឹងលោកហ៊ុនសែនអត់និយាយអំពីរឿងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៀតសោះអ្នកនៅសល់តែប្រហែលថ្ងៃថ្ងៃនេះថ្ងៃ9ណាបងប្អូននៅសល់តែ5ថ្ងៃ16ថ្ងៃទៀតទេដល់ខួប1ឆ្នាំនៃការដែលកម្ពុជាថាបានជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិថាប្តឹងថៃរឿងតែ3កន្លែងតំបន់មុំ3តំបន់ប្រាសាទតាកបីនិងតំបន់ធំតែប៉ុណ្្នឹងឯងហើយនឹងសេចក្តីជូនដំណឹងមិនមែនជាពាក្យបណ្ដឹងទៀតដាក់ចោលមួយឆ្នាំទៅហើយនេះខ្ញុំកំពុងតែចាំមើលខួបមួយឆ្នាំហ្នឹងតើតឡាការ ICJ ហ្នឹងមានអីគេខ្លះអត់មានស្អីទាំងអស់មិនដឹងជាសបត់នឹងនៅណាបណ្ដឹងនឹងឯណាចេះតែថាព្រោះបើតឡាការប៉ុណ្ណាណៃអត់មានអីសោះហើយអត់ព្រមនិយាយពីរឿងប្តឹងគេនិយាយឲ្យប្តឹងគេមិនជឿថាខ្មែរវាយឈ្នះថៃទេអ្នកណាក៏គេប្រាប់ដែរហេតុអីបានជាគិតថាខ្មែរនៅក្រៅស្រុកចង់ឲ្យមានសង្គ្រាមការដែលយើងបែកបាក់គ្នាផ្ទៃក្នុងហើយឥឡូវហ្នឹងយើងចរចាជាមួយថៃបិទផ្លូវចរចាអស់គ្នាភ័យរឿងបាត់ដីឥឡូវមកចោទថាគ្នាជាអ្នកដែលញុះញង់ទៅវិញនិយាយទៅនយោបាយយើងស្មោកគ្រុកនយោបាយស្រុកខ្មែរស្មោកគ្រុកមែនតើមេដឹកនាំខ្មែរស្មោកគ្រុកណាស់ការធ្វើនយោបាយស្មោកគ្រុកបែបនេះហើយដែលធ្វើឲ្យខ្មែរអត់អាចមើលមុខគ្នាហើយឆ្លោះគ្នាលៀបពណ៌គ្នាហើយការលៀបពណ៌ក្បត់ប្រវត្តិសាស្ត្របែបនេះខ្ញុំជឿថាគ្រោះថ្នាក់មិនអាចផ្សះផ្សាគ្នាបានទេហើយឥឡូវគាត់មកប្រឹងប្រាប់ថាខ្មែរក្រៅស្រុកចង់ឲ្យធ្វើសង្គ្រាមស្អីឈ្នះថៃខ្ញុំកំពុងតែឆ្ងល់អ្នកណាក៏មើលឃើញតែយើងធ្វើមិនឈ្នះដែរដោយសារតែយើងវាបែកបាក់គ្នាហេតុអីបានជាគិតថាគេចង់ឲ្យធ្វើសង្គ្រាមបើគេប្រាប់ថាឲ្យប្តឹងកុំប្រាប់ប្រើយន្តការហ្នឹងថៃអូសយកទៅរំលោភហើយយើងអត់ទាំងធ្វើតាមផងទៅយូរទៅចោតគេថាគេចង់ឲ្យធ្វើសង្គ្រាមទៅវិញខ្ញុំអត់យល់កន្លែងហ្នឹងមួយប្រជាប្រដ្ឋខ្មែរជាអ្នកវិនិច្ឆ័យខ្លួនឯងចោះប៉ុន្តែប្រវត្តិសាស្ត្រនឹងចារអំពីមេដឹកនាំភូតផកុហកលៀបពណ៌គេដូចថាប្រើប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងបានស្រេចតែអញ្ចិតហើយដល់ពេលអញ្ចឹងវាបង្កឲ្យភាពឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគ្នាចង់បានយុត្តិធម៌គ្នាខ្លាចជាជនរងគ្រោះយើងជារដ្ឋអធិបតេយ្យការពារប្រទេសខ្លួនឯងអត់បានគេកង្វល់លោកអ៊ុំសំអានរហូតដល់សំពះលោកហ៊ុនម៉ាណែតសំពះអង្វរសុំឲ្យចោះចេញទៅអីបើលោកមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅលោកចោះចេញទៅឲ្យគេរៀបចំរដ្ឋាភិបាលថ្មីក្នុងនាមជារដ្ឋាភិបាលស្របច្បាប់ត្រឹមត្រូវដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីបានដីមកវិញរហូតទៅសំពះទៀតហើយទៅរករឿងគ្នាថាចង់ធ្វើសង្គ្រាមខ្ញុំអត់យល់ខ្ញុំជឿថានេះគឺជាអំពើបាបកម្មតែយើងធ្វើអញ្ចឹងយើងទទួលបណ្ដាសាពួកអីយើងជាអ្នកកាន់សាសនាពុទ្ធដែរដល់តែអញ្ចឹងយើងបំពេញពាក្យសច្ចៈពាក្យអីអញ្ចឹងណាដូច្នេះតែខ្ញុំនិយាយមែនតើគឺខ្ញុំជាសាកសីរស់ខ្ញុំអត់លឺក្រុមប្រឆាំងឲ្យវាយថៃទេប៉ុន្តែផ្ទុយទៅវិញខ្ញុំលើកទឹកចិត្តឲ្យយើងតតាំងជាមួយថៃអំពីការឈ្លានពានដីខ្មែរក្រោយបាត់ជុបបាន
យើងអត់អាចឲ្យថៃមកឈ្លានពានយើងក្រោយបាត់ជប់បាញ់បានទេយើងខ្សោយនៅពេលដែលយើងទប់គេមិនឈ្នះពេលបាត់ជប់បាញ់ហ្នឹងគឺថាអូខេឥឡូវយើងចាញ់គេហើយប៉ុន្តែអត់មានថៃឯណាមករីបលាលួសដាក់កុងតឺន័រឲ្យបានសាច់ក្បាលចិត្តទៀតទេហើយបើដាក់សាច់ក្បាលចិត្តយើងអត់តតាំងគេសោះតើយើងធ្វើអីខ្ញុំមិនចង់ឲ្យធ្វើសង្គ្រាមទេប៉ុន្តែយើងត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះយើងគេរំលោភដែនអធិបតេយ្យយើងម្ដងហើយម្ដងទៀតលោកហ៊ុនសែនថ្ងៃហ្នឹងក៏ទទួលស្គាល់ដែរគាត់ថាយើងពិតជាទទួលស្គាល់ថាកុងតឺន័របលាលួសដាក់ក្រោយបាត់ឈប់បាញ់អញ្ចឹងបើសិនក្រោយបាត់ឈប់បាញ់គេចេះដាក់បលាលួសគេចេះដាក់អីហើយយើងចេះឲ្យដាក់អញ្ចឹងទៅងាប់ហើយអញ្ចឹងដីខ្មែរគេរំកិលគេដាក់បានស្រេចចិត្តយើងបាត់អធិបតេយ្យបាត់អីតើយើងគិតយ៉ាងម៉េចខ្ញុំម្ដងទៀតណាហើយមិនញុះញង់ឲ្យធ្វើសង្គ្រាមកុំឲ្យមកចោទថាមូលនរេតចង់ឲ្យធ្វើសង្គ្រាមប៉ុន្តែយើងបាត់អធិបតេយ្យអញ្ចឹងគេអង្វរគ្រប់គ្នាខ្ញុំនិយាយមកដល់ម៉ោងនេះជិត1ឆ្នាំហើយគ្មាន show ណាមួយដែលខ្ញុំពីវនាវឲ្យរដ្ឋាភិបាលដាក់ប្តឹងតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិទេហើយខ្ញុំឃើញបងប្អូនធ្វើបាតកម្មច្រើនលើកណាស់ដើម្បីជំរុញឲ្យរដ្ឋាភិបាលដាក់ប្តឹងអត់ហើយតើឥឡូវមកចោទអ្នកនៅក្រៅប្រទេសថាចង់ឲ្យធ្វើសង្គ្រាមហើយធ្វើសង្គ្រាមមិនបើយើងធ្វើអត់ឈ្នះគេណាក៏ដឹងដែរថាធ្វើសង្គ្រាមមិនបើយើងធ្វើអត់ឈ្នះគេផងណារដ្ឋាភិបាលខ្លួនឯងតែខ្លាំងខ្មែរងើបមួយវាយមួយទទួលស្គាល់ការពិតថាធ្វើសង្គ្រាមជាមួយថៃអត់ឈ្នះថ្ងៃហ្នឹងលោកហ៊ុនសែនថាធ្វើសង្គ្រាមជាមួយថៃក៏អត់ឈ្នះដែរព្រោះតែវាយគេបានដីហ្នឹងមកវិញគេក៏វាយយើងមកវិញតដើមគ្នាប្រទៀងប្រទង់ដូចតំបន់ហ្គាហ្សានៅអ៊ីស្រាអែលប៉ាឡេស្ទីនឯណានោះវិញណោះមេដឹកនាំយើងនិយាយភាសាបែបហ្នឹងគឺមិនដែលឮក្នុងប្រវត្តិសាស្ត្រទេព្រោះគាត់មិនដែលខ្សោយចឹងទេពួកយើងធ្លាប់តែខ្លាំងខែងរ៉ៃតែដល់ឥឡូវយើងលើកទង់សតែឥឡូវដល់ពេលលើកទង់ជ័យសប្រាប់តែយើងខ្សោយទៅជាទម្លាក់កំហុសទៅក្រុមប្រឆាំងថាទៅជាប្រឹងឲ្យសង្គ្រាមបងប្អូនខ្ញុំនៅសល់ព័ត៌មានច្រើនណាស់ខ្ញុំអានមិនទាន់ទេដោយសារខ្ញុំដល់ម៉ោងទៅធ្វើការខ្ញុំជពាក់សិនថ្ងៃស្អែកយប់ស្អែកខ្ញុំនឹងសងទាំងអស់តកតងនឹងនាយករដ្ឋមន្ត្រីថៃមួយម៉ាត់ទៅចឹងនាយករដ្ឋមន្ត្រីថៃប្រាប់ពិភពលោកថាថៃអត់បានឈ្លានពានទន្ទ្រានដីខ្មែរឃើញទេគេមកប្រាប់គេមានឈ្លានពានទន្ទ្រានណាយើងព្រមចុះហត្ថលេខាព្រមឲ្យគេនៅណានៅហ្នឹងទៀតណាឥឡូវអនុទិនចាំវរៈគុលនិយាយពីទីក្រុងហាណូយប្រទេសវៀតណាមមកអញ្ចឹងទៀតបងប្អូនមានរឿងច្រើនទៀតតាក់ទងនឹងរឿងអ្នករដ្ឋនាំពាក្យរដ្ឋាភិបាលថៃថានាយករដ្ឋមន្ត្រីថៃចាប់ដៃជាមួយនាយករដ្ឋមន្ត្រីខ្មែរមិនមែនជំនួបផ្លូវការទេគ្រាន់តែជួបគួសមរបៀបដូចត្រៀមខ្លួនឡើងទៅវេទិកាវាចៃដន្យនៅបន្ទប់មួយគ្នាគាត់ចាប់ដៃមិនគួរណាគេងចំណេញថាជាជំនួបទ្វេភាគីអីទាំងសងខាងអីលាក់នឹងលាក់ឃើញរូបប្រហោះនៅលើ Facebook របស់លោកហ៊ុនម៉ាណែតអីលាក់នឹងលាក់ធ្វើឲ្យគេថាយើងទៅយកគេងចំណេញនយោបាយតែយើងហេតុអីចាំបាច់ទៅវែងឆ្ងាយអីទៅអោបកសោបថៃអីហ្នឹងម្លេះយើងប្តឹងទៅថៃទៅចប់ហើយដល់ពេលអញ្ចឹងគេមើងងាយយើងទៀតយើងថាងយើងថ្លៃធ្នូយើងគួសមវាល្អហើយប៉ុន្តែឥឡូវថៃគេថាចាប់ដៃសោះមកយកបងឯណាថានឹងជំនួបទ្វេភាគីអីណាធ្វើឲ្យគេច្បុកច្បល់ថាយើងនឹងកែកលាស់ព័ត៌មានអីហើយចឹងមិនថាខ្ញុំនឹងផ្សាយព័ត៌មាននេះហើយនឹងរឿងតាក់ទងនឹងអង្គការសង្គមស៊ីវិលតតាំងជាមួយនឹងរឿងសវត្ថិភាពកម្មករអីក្នុងយប់ស្អែកបងប្អូនខ្ញុំសូមអធិស្ឋានដោយសារតែពេលវេលាអស់ទៅហើយណាមួយត្រូវផ្អែមបន្លែច្រើនចឹងបានព័ត៌មានត្រឹមប៉ុណ្ណឹងនៅរឿងលោកហ៊ុនសែនគម្រាមរឿងចាប់អ្នកអីគេរត់ពន្ធតំណែងថៃមកឲ្យទៅរែកដីរឹបអូសទ្រព្យសម្បត្តិពលកម្មដោយបង្ខំជីកត្រង់សេណាអានឹងសម្រាប់យប់ស្អែកបន្តទៀតបាទសូមអរគុណបងប្អូនសូមអធិស្ឋានដែលមិនអាចពយល់អស់ពួកអីរឿងវាវែងហើយពេលវាខ្លីសូមជម្រាបលា